miền bông bầu là cái đây trôi chật hộp từ nào chú nè lời ngày nít nhầm ban thuê video tẹt tơ ngầm pi ca làng dọc từ nào chú oi bông bầu ban tu sana phong đài tao bông bầu là lời ní cầm oi khát pe dú từ mưa ca làng dọc từ nào chú chỉ môi nhom từng ngọc nè hai nhom xôm bình chẹ môi tiệt tha video đây nhom thuê còn lòng mọc ní cứ mình miền ca bọc pra của họ bông bầu này tệ cứ chia video bật bật cọt ca làng dọc từ nào bật bật cọt ở miền trẻ tại thuê đầm bay ban like ban video ấy tệ cứ chia sẻ cam phê bật bật cọt để nhom chả nằmแต่làng thằng nào đó nè cứ tha khung mũi đám cứ banตึกthằng nàoประมาณគឺខ្ញុំបង្ហាញនៅក្នុងវីដេអូប៉ុណ្ណឹងអត់មានយកទឹកអីចាក់ពីលើបន្ថែមទេបងប្អូនបាទហើយដើមថ្នោតមួយដើមនេះបានទឹកថ្នោតប្រហែលជា10លីត្រជាងបងប្អូនបាទខ្ញុំនិយាយបែបនេះពីព្រោះមានបងប្អូនខ្លះហ្នឹងគឺគាត់ខមមិនថាខ្ញុំធ្វើវីដេអូបោកប្រាស់កុហកអីចឹងទៅតាមពិតដោយសារតែគាត់អត់ចេះធ្វើថ្នោតឬមួយក៏ចេះធ្វើដែរប៉ុន្តែធ្វើមិនបានទឹកថ្នោតច្រើនណាអញ្ចឹងហើយគាត់ឃើញខ្ញុំធ្វើចេញបានទឹកថ្នោតច្រើនគឺគាត់ថាខ្ញុំហ្នឹងបោកប្រាស់កុហកចឹងទៅតាមពិតទៅការធ្វើថ្នោតនេះគឺអាស្រ័យទៅលើយើងជាអ្នកគៀបត្រូវឬមិនត្រូវទេកាលណាតែយើងគៀបត្រូវគឺបានទឹកថ្នោតច្រើនហើយកាលណាតែយើងគៀបមិនសូវត្រូវវាគឺអត់បានទឹកច្រើនទេបងប្អូនបាទតែមិនស្រួលហ្នឹងគឺអត់ចាញ់តែម្ដងណាបងប្អូនហើយខ្ញុំនិយាយនេះមិនមែនខ្ញុំជាអ្នកចេះធ្វើថ្នោតខ្លាំងអីទេបងប្អូនបាទខ្ញុំគ្រាន់តែជាអ្នកឡើងថ្នោតម្នាក់ដូចគេដូចឯងអញ្ចឹងធ្វើថ្នោតបានទឹកថ្នោតធម្មតាដូចគេអញ្ចឹងបងប្អូនបាទមានបងប្អូនខ្លះទៀតហ្នឹងគឺដែលខ្ញុំធ្លាប់ស្គាល់ណាដូចជាពូខ្ញុំតាខ្ញុំអីហ្នឹងគឺគាត់ធ្វើថ្នោតចេញខ្លាំងជាងខ្ញុំទៀតបងប្អូនបានន័យថាគាត់ប្រកែគៀបថ្នោតខ្លាំងជាងខ្ញុំទៀតម្ដងខ្ញុំឡើងថ្នោតគាត់គឺខ្ញុំដាក់មកដីអត់រួចទេបងប្អូនបាទហើយខ្ញុំធ្វើបានទឹកថ្នោតប៉ុណ្ណឹងខ្ញុំគិតថាខ្ញុំខ្លាំងហើយបងប្អូនបាទអានឹងចំពោះខ្ញុំណាហើយខ្ញុំមិនដឹងនិយាយប្រាប់បងប្អូនថាម៉េចទេបងប្អូនបាទបើសិនជាខ្ញុំបង្ហាញពីសកម្មភាពពិតច្បាស់ឲ្យបងប្អូនមើលប៉ុណ្ណឹងហើយបងប្អូនគួរយកទៅគិតពិចារណាមើលខ្លួនឯងទៅថាវីដេអូហ្នឹងបោកប្រាស់ឬមួយក៏វីដេអូពិតប្រាកដមែនតែនទៅខ្ញុំធ្វើវីដេអូតាក់ទងពីការឡើងថ្នោតនេះដើម្បីឲ្យបងប្អូនទាំងអស់គ្នានឹងបានយល់ដឹងអំពីការឡើងយកទឹកថ្នោតតែប៉ុណ្ណោះព្រោះថាមានបងប្អូនខ្មែរយើងនឹងជាច្រើនដែលគាត់មិនទាន់បានឃើញពីសកម្មភាពដែលគេឡើងយកទឹកថ្នោតណាហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងបានដឹងទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តនៅវីដេអូរបស់ខ្ញុំនេះសូមបងប្អូនទាំងអស់គ្នាជួយចុច like ជួយ share និងជួយ follow account របស់ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីទទួលបាននៅវីដេអូថ្មីទៀតខ្ញុំនឹងព្យាយាមធ្វើវីដេអូតាក់ទងអំពីការឡើងថ្នោតដើម្បីឲ្យបងប្អូនទាំងអស់គ្នានឹងបានទស្សនាមើលកាន់យល់កាន់តែច្បាស់ហើយបន្ទាប់ពីប្រមូលហើយមកដើមនឹងបងប្អូនហើយនេះបានប្រហែលជាបើមិន4ដល់10លីត្រក៏5ដល់10លីត្រដែរបងប្អូនមកដើមហ្នឹងណាហើយឥឡូវធ្វើការដាក់ទឹកថ្នោតយកទឹកដីឯងបងប្អូននេះបងប្អូនហើយនេះហើយការដាក់ទឹកថ្នោតទៅក្រោមនេះបើអ្នកមិនធ្លាប់ឡើងថ្នោតល្មមគឺដាក់ទៅអត់រួចទេបងប្អូនបាទដោយសារតែវាដូចមានមនុស្សម្នាក់ទាញនៅខាងក្រោមអញ្ចឹងបងប្អូនហើយនេះបងប្អូនហើយនេះមកដល់ដីវិញហើយខ្ញុំក្របស្លឹកត្នោតនេះដើម្បីកុំឲ្យវាកឡកនៅពេលដែលខ្ញុំដឹកនឹងម៉ូតូណាអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងបងប្អូនចាំជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយទៀត